តំបន់ឆ្នេរនៅភាគខាងកើតនិងភាគឦសានត្រូវគ្រប់គ្រងនិងតាំងទីយ៉ាងកុះករដោយជនជាតិចិននិងវៀតណាមដែលបានរៀបចំនិងមានអំណាចខ្លាំងជាងរីឯនៅតំបន់ភ្នំភាគខាងលិចនិងនិរតីវិញការរស់នៅគឺរាយប៉ាយពេញដោយក្រុមមនុស្សមានបច្ចេកទេសទន់ខ្សោយគ្មានអាវុធគ្រប់គ្រាន់និងមានរចនាសម្ព័ន្ធសង្គមនិងនយោបាយទន់ខ្សោយដែលពិបាកនឹងប្រកួតប្រជែងជាមួយនឹងពួកតៃសាវតាដើមរបស់ពួកតៃគឺពេញដោយរឿងរ៉ាវប្រជាសាស្ត្រនិងចលនានយោបាយជាទូទៅមេដឹកនាំកេណ្ឌមនុស្សប្រុសឲ្យធ្វើកងទ័ពនៅក្នុងដែនដីរបស់ខ្លួនហើយរៀបចំប្រតិបត្តិការសឹកដែលជារឿយៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនមេដឹកនាំពួកគេកាន់កាប់ឬធ្វើអាណានិគមលើតំបន់ឆ្ងាយៗហើយចាត់តាំងសាច់ញាតិខ្លួនឲ្យគ្រប់គ្រងតំបន់ដែលឆ្ការព្រៃធ្វើស្រែហើយតាំងទីលំនៅក្នុងសហគមន៍ឲ្យមានរបៀបរៀបរយមួយដែលដឹកនាំដោយព្រះអង្គម្ចាស់វ័យក្មេងមេដឹកនាំទាំងនេះនឹងបន្តយុទ្ធនាការបែបនេះដើម្បីផ្ដល់ដែនដីឲ្យបុត្ររបស់ខ្លួនគ្រប់គ្រងនិងពង្រឹងអំណាចគ្រួសារដែលជាមរតករបស់ដូនតាពួកគេកូនប្រុសច្បងទាំងអស់ត្រូវបញ្ជូនទៅគ្រប់គ្រងនៅខាងក្រៅដោយទុកតែកូនប្រុសពៅឲ្យនៅបន្តមរតកពីឪពុកនៅភាគខាងជើងវៀតណាមនិងលាវដីភ្នំដែលអាចធ្វើកសិកម្មបានមានទំហំតូចចង្អៀតនៅរាយប៉ាយតាមតំបន់ភ្នំចលនាប្រជាសាស្ត្រនិងមជ្ឈមណ្ឌលនយោបាយរបស់ពួកតៃក៏ត្រូវប្តូរទៅភាគខាងលិចនិងនិរតីបន្ទាប់ពីមរណភាពរបស់ឪពុកកូនច្បងមានការលំបាកក្នុងការគ្រប់គ្រងតំបន់នានាហើយពួកគេក៏ជួបការលំបាកក្នុងការការពារខ្លួនប្រឆាំងនឹងការប៉ុនប៉ងរបស់វៀតណាមនិងចិនដែលចង់គ្រប់គ្រងពួកគេផងដែរលើពីនេះទៅទៀតព្រះអង្គម្ចាស់មួយអង្គចង់ផ្ដល់ឲ្យបុត្រដូចអ្វីដែលបិតាខ្លួនផ្ដល់ឲ្យពួកគេដោយសារតែមូលហេតុនេះហើយបានជាមជ្ឈមណ្ឌលធំរបស់ពួកតៃលាតសន្ធឹងបន្តិចម្ដងនៅភាគខាងជើងឥណ្ឌូចិនមកត្រឹមសតវត្សទី8តៃបានពង្រីកកាត់តំបន់ភាគខាងជើងអាស៊ីអាគ្នេយ៍រួចទៅហើយដោយមានក្រុមអម្បូរភាសា5ដោយទី1គឺពួករស់នៅភាគខាងជើងនិងស្ថិតនៅក្នុងប្រទេសចិនបានវិវត្តនិងក្លាយជាបុព្វបុរសរបស់ពួកតៃតំបន់ភ្នំនៅវៀតណាមខាងជើងក្រុមទី2គឺក្រុមតៃដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាមដែលជាបុព្វបុរសរបស់ពួកតៃខ្មៅតៃសនិងតៃក្រហមក្រុមទី3គឺក្រុមតៃដែលរស់នៅភាគឦសានប្រទេសលាវនិងតំបន់ជិតប្រទេសវៀតណាមដែលជាបុព្វបុរសរបស់ពួកតៃនៅសៀងខ្វាងនិងប្រទេសសៀមអយុធ្យាក្រុមទី4ស្ថិតនៅភាគខាងជើងប្រទេសលាវប្រហែលនៅម្ដុំលួងព្រះបាងក្រុមទី5ស្ថិតនៅភាគខាងជើងប្រទេសថៃតំបន់ជិតប្រទេសលាវខេត្តយូណាននិងប្រទេសមីយ៉ាន់ម៉ាតើយើងអាចដឹងថាពួកក្រុមតៃបានមករស់នៅក្នុងតំបន់ជាក់លាក់ទាំងនេះតាំងពីយូរមកហើយនោះដោយរបៀបណាតើយើងដឹងថាពួកគេនៅមិនឆ្ងាយប៉ុន្មានពីភាគខាងជើងដោយរបៀបណាតាំងពីពេលឈានដល់សតវត្សថ្មីមកមានអ្នកប្រាជ្ញជាច្រើនបានលើកឡើងថាពួកតៃទើបតែមកដល់តំបន់អាស៊ីអាគ្នេយ៍នៅសតវត្សទី11ទេហើយថាមុនពេលនេះពួកតៃបានបង្កើតរដ្ឋណានចាវនៅតំបន់យូណាននៅពេលម៉ុងហ្គោលឈ្លានពានយូណាននាឆ្នាំ1253មានការលើកឡើងថាពួកតៃបានបែកខ្ញែកពីគ្នាដើម្បីបំភ្លឺការលើកឡើងនេះនិងដើម្បីពិចារណាពីស្ថានភាពនៃការអភិវឌ្ឍវប្បធម៌និងស្ថាប័នរបស់ពួកតៃដើមជាការចាំបាច់ក្នុងការផ្ដោតលើសំណួរទាក់ទងនឹងណានចាវនិងរៀបរាប់ពីសង្គមដែលពួកតៃរស់នៅអំឡុងពេលប្រវត្តិសាស្ត្រដ៏សំខាន់នេះចំណុចទី2យើងនិយាយអំពីរដ្ឋណានចាវចិនបានគ្រប់គ្រងតំបន់ដែលសពថ្ងៃហៅថាខេត្តយូណានតាំងពីសតវត្សទី2នៃគ្រិស្តសករាជនៅទីនោះឃើញមានមនុស្សមួយក្រុមគេហៅថាមនុស្សព្រៃដែលអ្នកខ្លះទទួលឥទ្ធិពលវប្បធម៌ចិនមានក្រុមគ្រួសារដឹកនាំក្នុងតំបន់មួយឈ្មោះថាហ្សូនលាតសន្ធឹងពីខុនមីងទៅដល់ព្រំដែនប្រទេសវៀតណាមសព្វថ្ងៃពួកនេះបានក្លាយជាអ្នកស្នងតំណែងចៅហ្វាយខេត្តបន្ទាប់ពីការដួលរលំសន្តតិវង្សហាននៅសតវត្សទី3ក្នុងតំបន់ដែលមានពួកតៃនិងមាវយ៉ាវរស់នៅភាគខាងលិចនិងភាគនិរតីនៃខេត្តនេះស្ថិតក្រោមឥទ្ធិពលរបស់មនុស្សមួយក្រុមទៀតដែលចិនហៅថាវូម៉ាន់ជាមនុស្សព្រៃសម្បុរខ្មៅដែលនិយាយភាសាទីបេភូមាដោយពួកឡូឡូនិងឡាហ៊ូ
ដែលបន្តរស់នៅទីនោះគឺពួកវូម៉ាន់នេះហើយដែលជាអ្នកមានឥទ្ធិពលលើរដ្ឋណានចាវនាសតវត្សទី7នៃគ្រិស្តសករាជមកត្រឹមសតវត្សទី7នេះចិនគ្រប់គ្រងយូណានប្រហែលពាក់កណ្ដាលហើយការគ្រប់គ្រងរបស់ពួកគេលាតសន្ធឹងទៅលើភាគខាងលិចរហូតដល់ទន្លេមេគង្គពេលនោះចិនមានសង្គ្រាមការពារទឹកដីដោយសារតែមានការវាយទីរបស់ទីបេដែលគំរាមកំហែងព្រំដែននិរដីរបស់ចិននៅយូណាននិងស៊ីឈួនចិនព្យាយាមរក្សាសន្តិសុខនៅតាមព្រំដែនតាមរយៈការចងសម្ព័ន្ធមិត្តជាមួយនឹងក្សត្របុរីនានានៅក្នុងតំបន់ដៃគូមួយក្នុងចំណោមដៃគូដទៃទៀតគឺពីឡូកូដែលជាមេដឹកនាំរបស់មេងសេជាក្សត្របុរីមួយនៅក្នុងចំណោមក្សត្របុរីតូចៗទាំង6នៅជុំវិញបឹងតាលីនាភាគខាងលិចខេត្តយូណានបច្ចុប្បន្នពីឡូកូបានបង្រួបបង្រួមរដ្ឋតូចៗទាំង6ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្នុងឆ្នាំ730នៃគ្រិស្តសករាជហើយនៅឆ្នាំ738ចិនក៏ទទួលស្គាល់ថាជាព្រះអង្គម្ចាស់នៅយូណានទំនាក់ទំនងរវាងចិននិងព្រះអង្គម្ចាស់ភាគខាងត្បូងឬព្រះអង្គម្ចាស់ពីឡូកូនេះមានភាពជិតស្និទ្ធនាអំឡុងឆ្នាំ740ប៉ុន្តែត្រូវប្រេះស្រាំយ៉ាងឆាប់រហ័សទៅវិញនាទសវត្សរ៍បន្ទាប់ក្រោមការគ្រប់គ្រងរបស់បុត្រពីឡូកូព្រះនាមឡូកូហ្វឹងចិនបានបញ្ជូនទ័ពទៅវាយណានចាវ4ដងនារវាងឆ្នាំ752និងឆ្នាំ754ក៏ប៉ុន្តែចិនទទួលបរាជ័យទាំង4លើកបន្ទាប់មកណានចាវបានពង្រីកការគ្រប់គ្រងរបស់ខ្លួនទៅលើយូណានភាគខាងកើតនិងជីជូភាគខាងលិចនៅពេលប្រទេសចិនមានចលនាបះបោរសម្ពាធរបស់ចិនលើណានចាវក៏ថយចុះក្នុងឆ្នាំ764មូលដ្ឋាននៃអាណាចក្រថ្មីនៅភាគនិរដីត្រូវបានបង្កើតជារាជធានីទី2នៅខុនមីងសពថ្ងៃឯកសារដែលសម្បូរបែបបំផុតរបស់ណានចាវគឺសៀវភៅម៉ាន់ស៊ូដែលសរសេរដោយមន្ត្រីចិនម្នាក់នៅឆ្នាំ860អំណាចទាហានស្ទើរតែទាំងស្រុងដែលមានការគ្រប់គ្រងយ៉ាងហ្មត់ចត់លើក្រុមជនជាតិជាច្រើនប្រព័ន្ធរដ្ឋបាលមានគណៈកម្មាធិការ6ដូចជាក្រសួងដែរដែលទទួលខុសត្រូវកិច្ចការសង្គ្រាមប្រជាជនទ្រព្យសម្បត្តិការទូតតុលាការនិងច្បាប់ទម្លាប់អំណាចនិងឋានៈរបស់គណៈកម្មាធិការខ្លាំងជាងមេទ័ពទាំង12រូបទៅទៀតរៀងរាល់ថ្ងៃគណៈកម្មាធិការនេះត្រូវជួបប្រជាជនពិភាក្សាកិច្ចការសាធារណៈហើយមន្ត្រីស្មោះត្រង់ទាំង6រូបដើរតួជាទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រនៅណានចាវប្រព័ន្ធរដ្ឋបាលទាំងនេះរួមបញ្ចូលមន្ត្រីតាមឋានានុក្រមចាប់ពីមន្ត្រីទទួលបន្ទុកប្រជាជនរាប់រយគ្រួសាររហូតដល់មន្ត្រីទទួលបន្ទុកមនុស្សរាប់ពាន់គ្រួសារមេគ្រួសារបរោះត្រូវបង់ពន្ធស្រូវជាប្រចាំឆ្នាំចំនួន16ខ្វាតឬស្មើនឹង203គីឡូក្រាមនិងត្រូវចូលបម្រើកងទ័ពរាល់ពេលរដ្ឋត្រូវការក្រោយពេលសម្រាកពីការងារកសិកម្មកិច្ចការកងទ័ពមានការទាក់ទាញយ៉ាងខ្លាំងក្នុងចំណោមយុវជនហើយពួកគេបានចូលរួមហ្វឹកហាត់ក្នុងជំនាញនេះទាហានណានចាវមានភាពប៉ិនប្រសប់មានធម៌ពលមានវិន័យនិងពូកែលើទីលានប្រយុទ្ធរយៈពេល3ទៅ4សតវត្សរ៍ណានចាវជាប្រទេសមហាអំណាចដ៏ធំមួយនៅភាគខាងជើងអាស៊ីអាគ្នេយ៍និងភាគខាងត្បូងអាស៊ីខាងកើតទាហានណានចាវដាក់សម្ពាធលើរាជាណាចក្រព្យុដែលនៅភាគកណ្ដាលប្រទេសភូមានិងបានវាយប្រហារលើតំបន់ភាគខាងត្បូងភូមាសព្វថ្ងៃក៏ដូចជាតំបន់ភាគខាងជើងប្រទេសថៃព្រមទាំងបើកប្រតិបត្តិការប្រឆាំងនឹងចក្រភពខ្មែរដែលគេរាយការណ៍ថាអាចហួសទៅឆ្ងាយដល់ឆ្នេរសមុទ្រនៃប្រទេសវៀតណាមខាងជើងបច្ចុប្បន្នពួកគេក៏វាយប្រហារម្ដងហើយម្ដងទៀតប្រឆាំងនឹងអាណាព្យាបាលរបស់ចិននៅអាណាផងដែរក្រោយមកអំណាចរបស់ណានចាវបានថមថយដោយសារតែការប្រកួតប្រជែងរបស់ចិននិងរដ្ឋឯករាជ្យថ្មីគឺវៀតណាមនាអំឡុងឆ្នាំ939ទាំងការវិវត្តថ្មីៗនៅភាគខាងជើងអាស៊ីអាគ្នេយ៍ផងដែរសារៈសំខាន់របស់ណានចាវចំពោះប្រវត្តិសាស្ត្រថៃមិនមែនស្ថិតនៅលើអត្តសញ្ញាណមេដឹកនាំរបស់ពួកគេដែលមិនមែនជាតៃនោះទេពួកចាវនៅណានចាវបានប្រកាន់យកប្រព័ន្ធដាក់ឈ្មោះតាមខ្សែស្រឡាយឪពុកឈ្មោះខាងដើមរបស់មេដឹកនាំគឺជាឈ្មោះចុងក្រោយរបស់ព្រះបិតាខ្លួនឧទាហរណ៍បុត្ររបស់ពីឡូកូមានឈ្មោះថាឡូកូហ្វឹងហើយបុត្ររបស់ឡូកូហ្វឹងឈ្មោះថាហ្វឹងជាអ៊ីបុត្ររបស់ហ្វឹងជាអ៊ីមានឈ្មោះថាអ៊ីមូស៊ុនជាដើម